ล้ายជាមនុស្សមានឥទ្ធិពលមួយនិយាយតិចស្ដាប់ច្រើនវាជាវិធីតែមួយគត់ក្នុងការរៀនមនុស្សដែលនិយាយច្រើនតែងតែមិនដឹងថាខ្លួនឯងនិយាយអីតែងតែបង្ហាញចំណុចងាយរងគ្រោះរបស់ខ្លួនឯងពេលខ្លះការនិយាយច្រើនអត់ការពិចារណាអាចបំផ្លាញខ្លួនឯងផងដែរ2រៀនស្ងប់ស្ងាត់នៅគ្រប់ស្ថានភាពនៃជីវិតបុរសម្នាក់អាចជួបរឿងបរាជ័យអាចរងការប្រមាថអាចបាត់បង់ស្នេហាដូច្នេះកុំត្អូញត្អែរៀនស្ងប់ស្ងាត់ហើយដោះស្រាយវាមួយចិត្តអ្នកកាន់តែស្ងប់ការគិតនិងការសម្រេចចិត្តរបស់អ្នកកាន់តែប្រសើរ3សង្កេតអ្វីគ្រប់យ៉ាងដែលអ្នកបានជួបបានឃើញវាជាវិធីក្នុងការពង្រឹងការគិតបែបស៊ីជម្រៅរបស់អ្នកឲ្យបានប្រសើរ4រៀនញញឹមឲ្យស្រស់រៀនប្រើក្រសែភ្នែកពេលអ្នកសន្ទនាពេលខ្លះការបង្ហាញអាកប្បកិរិយាតាក់ទាញនិងការយកចិត្តទុកដាក់នឹងបើកឱកាសជាច្រើនសម្រាប់អ្នក5គិតមុនពេលអ្នកនិយាយមនុស្សខ្លះប្រើមាត់និងអណ្ដាតក្នុងការនិយាយពេលខ្លះបញ្ហាជាច្រើនតែងតែមករកគេពោះមាត់ឥតគម្របដូច្នេះមុននិយាយប្រើខួរក្បាលគិតសិនចាំនិយាយ6ឲ្យតម្លៃលើពេលវេលារបស់អ្នកកុំធ្វើឲ្យពេលវេលារបស់អ្នកហាក់គ្មានប្រយោជន៍មិនមែនគ្រប់ការជួបជុំឬព្រឹត្តិការណ៍មិនចាំបាច់សុទ្ធតែចាំបាច់មានវត្តមានរបស់អ្នកទេអ្នកកាន់តែបង្ហាញខ្លួនតិចវត្តមានរបស់អ្នកកាន់តែមានតម្លៃ7ស្ទាត់ជំនាញភាសាកាយវិការ8បង្ហាញការគោរពលើមនុស្សគ្រប់គ្នាទោះបីសន្តិសុខអ្នកអនាម័យក៏ដូចគ្នា9ធ្វើសកម្មភាពដោយស្ងៀមស្ងាត់កុំសុកដាល់ប្រាប់គេថាអ្នកនឹងធ្វើនេះធ្វើនោះធ្វើវាដោយស្ងប់ស្ងាត់លទ្ធផលរបស់អ្នកជាអ្នកនិយាយយ៉ាងមានឥទ្ធិពលត្រូវចាំថាគ្មានអ្នកណាអាចវាយបង្ហាញអ្នកបានដោយមិនដឹងថាអ្នកកំពុងគិតអ្វីកំពុងធ្វើអ្វីនោះទេដូច្នេះផ្ដោតធ្វើវាយ៉ាងស្ងប់ស្ងាត់